មានវិធីផ្សេងគ្នាជាច្រើនក្នុងការដោះស្រាយស្ថានភាពនិងបញ្ហាវាជាការពិតយើងមិនអាចផ្លាស់ប្ដូរអ្វីដែលកើតឡើងចំពោះយើងបានទេពីព្រោះបញ្ហាគឺជាផ្នែកមួយនៃជីវិតទោះជាយ៉ាងណាក៏ដោយអ្វីដែលយើងអាចផ្លាស់ប្ដូរបានគឺអ្វីដែលយើងធ្វើនិងឥរិយាបថដែលយើងទទួលយកនៅពេលប្រឈមមុខនឹងបញ្ហាដើម្បីសម្រេចបាននូវការផ្លាស់ប្ដូរនេះជំហានសំខាន់មួយគឺបង្កើនការចូលរួមរបស់អ្នកនៅក្នុងសកម្មភាពនានាហើយប្រសិនបើអាចចូលរួមធ្វើបានគឺធ្វើសកម្មភាពដែលមានអត្ថន័យសម្រាប់អ្នកនេះគឺជាគោលដៅសំខាន់បំផុតនៃម៉ូឌូលនេះគឺការរៀនដើម្បីឈានទៅមុខមានភាពសកម្មនិងចូលរួមសកម្មភាពនានាក្នុងជីវិតដោយការបន្តធ្វើខ្លួនឲ្យសកម្មអ្នកនឹងបង្កើតបទពិសោធន៍ថ្មីបទពិសោធន៍វិជ្ជមានដែលនឹងដើរតួជារបាំងការពារឬប្រឆាំងនឹងព្រឹត្តិការណ៍អវិជ្ជមាននឹងជួយអ្នកក្នុងការដោះស្រាយបញ្ហាតាមបែបវិធីសម្របខ្លួនបន្ថែមទៀតម្យ៉ាងទៀតសកម្មភាពនិងការចូលរួមនឹងពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកទាំងជីវសាស្ត្រនិងផ្លូវចិត្តរូបមន្តសាមញ្ញរបស់គាត់គឺការធ្វើខ្លួនឲ្យសកម្មនិងអនុញ្ញាតឲ្យអ្នកបង្កើតបទពិសោធន៍ផ្សេងទៀតដែលនឹងជួយអ្នកឲ្យចេញពីស្ថានភាពដ៏លំបាកដែលយើងបានឃើញក្នុងរូបភាពពីមុនសូមចងចាំថាតាមរយៈការវិតម្លៃបញ្ហាឬស្ថានភាពលំបាកឬតានតឹងចិត្តជាការគំរាមកំហែងខ្លាំងយើងបាត់បង់ធនធានដ៏មានតម្លៃដោយសារយើងខ្លួនឯងមានអារម្មណ៍ថាមិនសូវមានសមត្ថភាពដើម្បីទប់ទល់នឹងអារម្មណ៍អវិជ្ជមានទាំងអស់នេះការថប់បារម្ភទុក្ខព្រួយភាពអស់សង្ឃឹមអាចកើនឡើងអារម្មណ៍អវិជ្ជមានទាំងអស់នេះបណ្ដាលឲ្យយើងដោះស្រាយបញ្ហាឬស្ថានភាពលំបាកតាមរបៀបមិនគ្រប់គ្រាន់យើងប្រហែលជាឈប់ធ្វើសកម្មភាពផ្ដល់រង្វាន់ដើម្បីធ្វើតែអ្វីដែលចាំបាច់យើងអាចនៅឯកាម្នាក់ឯងហើយឈប់តាក់ទងនឹងអ្នកដទៃតាមពិតទៅអ្វីដែលយើងសម្រេចបានគឺប្រសិទ្ធភាពលើខ្លួនឯងមានការថយចុះហើយសមត្ថភាពដោះស្រាយបញ្ហាក៏ថយចុះនៅក្នុងកម្មវិធីនេះយើងចង់ជួយអ្នកឲ្យមានភាពសកម្មទាំងក្នុងរយៈពេលខ្លីនិងរយៈពេលវែងក្នុងរយៈពេលខ្លីយើងនឹងស្នើឲ្យអ្នកបញ្ចូលសកម្មភាពយ៉ាងហោចណាស់មួយក្នុងមួយសប្តាហ៍ហើយប្រសិនបើវាអាចរីករាយបានកាន់តែប្រសើរយើងនឹងស្នើឲ្យអ្នកចាប់ផ្ដើមជាមួយនឹងសកម្មភាពសាមញ្ញបំផុតអ្នកនឹងឃើញថាតាមរយៈការសម្រេចបាននូវគោលដៅដែលអ្នកបានកំណត់សម្រាប់ខ្លួនអ្នកនោះអ្នកនឹងបង្កើនប្រសិទ្ធភាពលើខ្លួនឯងបន្តិចម្ដងឧទាហរណ៍អារម្មណ៍ដែលអ្នកគិតថាអាចធ្វើអ្វីបានអ្នកនឹងឃើញថាពីមួយសប្តាហ៍ទៅមួយសប្តាហ៍អ្នកនឹងមានអារម្មណ៍ថាមានសមត្ថភាពអនុវត្តសកម្មភាពដែលពិបាកកាន់តែខ្លាំងឡើងពាក្យមួយឃ្លាពីសេនេកាអាចជួយអ្នកបានយើងមិនហ៊ានធ្វើអ្វីច្រើនទេព្រោះកិច្ចការទាំងនោះពិបាកប៉ុន្តែកិច្ចការដែលពិបាកដោយសារយើងមិនហ៊ានធ្វើក្រោយមកនៅក្នុងម៉ូឌូលនេះយើងនឹងស្នើបញ្ជីសកម្មភាពសម្រាប់អ្នកដើម្បីធ្វើអ្នកក៏អាចបន្ថែមសកម្មភាពផ្ទាល់ខ្លួនរបស់អ្នកផងដែរសូមចងចាំថាពាក្យសកម្មភាពរួមបញ្ចូលនៅលទ្ធភាពមួយចំនួនធំជារឿយនៅពេលដែលអ្នកគិតថាអ្នកមិនធ្វើអ្វីសោះអ្នកប្រហែលជាកំពុងធ្វើសកម្មភាពដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខុមាលភាពរបស់អ្នកឧទាហរណ៍សម្រាប់មួយផ្លែតមើលមេឃឬធម្មជាតិអង្គុយកន្លែងណាមួយដកដង្ហើមបន្ធូរអារម្មណ៍រីករាយនឹងការចងចាំល្អឬគិតអំពីផែនការសម្រាប់អនាគតទាំងនេះក៏ជាសកម្មភាពដ៏មានអត្ថន័យដែលអនុញ្ញាតឲ្យអ្នកបង្កើតបទពិសោធន៍វិជ្ជមានដែលនឹងជួយអ្នកធ្វើឲ្យអារម្មណ៍ប្រសើរឡើងការងាររយៈពេលវែងគឺអំពីការបន្តទៅមុខទៀតវាកំពុងធ្វើការផ្លាស់ប្ដូរចាំបាច់នៅក្នុងជីវិតរបស់អ្នកដើម្បីធ្វើឲ្យបទពិសោធន៍រីករាយទាំងនោះកើតឡើងឲ្យបានញឹកញាប់វាហាក់ដូចជាវិធីសាមញ្ញមួយដើម្បីកសាងជីវិតដែលមានតម្លៃរស់នៅ